បាទគ្រប់នឹងជំរាបសួរទៅកាន់បងប្អូនយើងទាំងអស់គ្នាសុខទុក្ខយ៉ាងណាដែរបាទបែកគ្នាប្រហែលជា2 3ថ្ងៃនឹងឯដោយសារតែខ្ញុំមានធរៈផ្ទាល់ខ្លួនរវល់តិចឡើងទៅសាក់ថ្មជីវិតអូខេជាថ្មីម្ដងទៀតគឺថាខ្ញុំនឹងធ្វើការចែករំលែកទៅកាន់បងប្អូនយើងទាំងអស់គ្នាតាក់ទងជាមួយនឹងព្រឹត្តិការណ៍ថ្មីដែលទើបនឹងបានកើតឡើងជាពិសេសរឿងដែលតាក់ទងជាមួយនឹងខ្មែរថៃយើងហ្នឹងសួរថាតើវាវិវត្តដល់ណាហើយអញ្ចឹងណានឹងឯសម្រាប់បងប្អូនយើងដែលគាត់អត់សូវមានពេលតាមដានព័ត៌មានសង្គមហ្នឹងអាចមកមើលវីដេអូនេះគឺអ្នកទាំងអស់គ្នាសឹងតែទទួលបានព័ត៌មានជុំវិញនឹងទាំងអស់តែម្ដងអូខេមុននឹងចូលទៅដល់ការរៀបរាប់ព័ត៌មានហ្នឹងក៏ចង់ប្រម៉ូទជាមួយនឹង business ខ្លួនឯងមួយដែរទាំងអស់គ្នាបើសិនអ្នកត្រូវការជួយទងមួយទូទឹកកកទូម៉ាស៊ីនត្រជាក់ម៉ាស៊ីនបោកអាវអាចទៅមកកាន់ Long Simple Electronic Shop បានមានតម្លៃពិសេសជូនអូខេអញ្ចឹងតើតមកដល់រឿងរបស់យើងវិញគឺថ្ងៃនេះខ្ញុំនឹងធ្វើការចែកចែងទៅកាន់បងប្អូនទាំងអស់គ្នាចំនួនដល់ទៅ3រឿងទាំងអស់គ្នាដែលជារឿងកំពុងតែមានការរសើបខ្លាំងនៅក្នុងរយៈពេលប្រហែលថ្ងៃនេះហើយខ្ញុំនិយាយការពិតខ្ញុំច្បិចយកតែរឿងណាដែលយើងមើលទៅឃើញថាវាជាព័ត៌មានមួយដែលមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងណាបាទសម្រាប់រឿងដែលខ្ញុំចង់យកមកចែករំលែកជូនអ្នកទាំងអស់គ្នាក្នុងថ្ងៃនេះគឺមានរហូតដល់3រឿងដូចគ្នាអ្នកទាំងអស់គ្នាសំម្ដងអញ្ចឹងតែរឿងទី1យើងឃើញថាលោកអនុทิនដែលជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសថៃនឹងគឺជានាយករដ្ឋមន្ត្រីម្នាក់ដែលស្របទៅតាមចិត្តពលរដ្ឋមែនតែនអ្នកទាំងអស់គ្នាហើយអ្វីដែលខ្ញុំធ្វើឲ្យចឹងនិយាយថាអ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ជាងគេនឹងគឺថាសម្ដីរបស់គាត់ដែលបាននិយាយជាមួយនឹងប្រជាពលរដ្ឋគេថាបើសិនជាមានការរៀបថាគេស្នើសួរប្រជាមតិអញ្ចឹងណាថានរណាខ្លះចង់ឲ្យមានការបើកច្រកនរណាខ្លះនឹងចង់ឲ្យមានការបិទច្រកអីជាមួយកម្ពុជាថៃអីអញ្ចឹងណាហើយគាត់ថាបើសិនជាមានអ្នកស្នើសុំឲ្យបើកច្រកវិញអ្នកនឹងត្រូវគេវាយស្លាប់ហ្មងហ្នឹងហើយអានេះមែនតើខ្ញុំមានអារម្មណ៍ថាប្រជាជនថៃរាល់ថ្ងៃនេះគឺអត់ដឹងពីស្ថានភាពខ្លួនឯងឬក៏យ៉ាងណាហ្នឹងហើយហើយសារព័ត៌មានគេហ្នឹងថាតើគេបានធ្វើការបកស្រាយនៃការប៉ិនបានប្រមាណភាគរយដែលខ្ញុំនិយាយការប៉ិតទៅគឺប្រទេសថៃប្រជាជនទាំងអ្នកមានអំណាចធំណាអត់ដែលមកកាន់ប្រទេសខ្មែរទេហើយនិយាយចេញមកផ្សេងហ្នឹងគឺហាក់បីដូចជាខាខ្មែរយើងហ្នឹងរស់នៅតាំងពីសម័យបុរេប្រវត្តិហ្មងណាទាំងអស់គ្នាអត់ថៃស្លាប់ហ្មងណាអ្វីដែលខ្ញុំមើលឃើញគឺបែបហ្នឹងហើយសម្ដីគេនិយាយចេញមកបែបហ្នឹងខ្ញុំមានអារម្មណ៍ថាមិនមានអារម្មណ៍ទេគឺខ្ញុំឃើញថាប្រទេសថៃរាល់ថ្ងៃនេះគឺដូចជាអត់មានប្រទេសដែលមានច្បាប់ធ្វើអ្វីតាមទំនឹងចិត្តហាក់បីដូចជាខ្ញុំយល់ថានាយករដ្ឋមន្ត្រីនៅប្រទេសថៃគឺត្រូវបានប្រជាពលរដ្ឋជាអ្នកបោះឆ្នោតឲ្យឡើងកាន់អំណាចប៉ុន្តែខ្ញុំនៅតែគិតថាហាក់បីដូចជាគ្មានភាពជាខ្លួនឯងនៃនាយករដ្ឋមន្ត្រីថៃដោយសារតែយមត្រីថៃព្យាយាមយកចិត្តប្រជាពលរដ្ឋខ្លាំងរហូតដល់ខ្វះនៅសតិសម្បញ្ញៈគិតនៅអ្វីដែលគួរអ្វីដែលមិនគួរអញ្ចឹងណាទាំងអស់គ្នានឹងឲ្យហាក់បីដូចជាទីងម៉ូដែលចាំតែប្រជាពលរដ្ឋឬក៏ជាជនជ្រុលនិយមមួយចំនួននោះប្រវល់ក្បាលបានតាមតែចិត្តណាហ្នឹងហើយអ្វីដែលខ្ញុំបានឃើញនោះដូចជាឡើងមកក្រោយថ្មីនេះហើយមិនមែនស្រួលទៅតែយ៉ាប់ហាក់បីដូចជាខំប្រឹងរាល់ថ្ងៃនេះខ្លាចបាត់អំណាចខ្លួនឯងទៅវិញអញ្ចឹងណាតែព្យាយាមយកចិត្តពលរដ្ឋដោយមិនដឹងថារឿងនឹងខុសរឿងនឹងត្រូវជាទៅសិនអញ្ចឹងណាហ្នឹងហើយថ្ងៃគេលើកយកមកនិយាយថាបើសិនជាអ្នកលើកឡើងថាចង់ឲ្យបើកច្រកព្រំដែនទៅវិញនឹងត្រូវបានគេវាយស្លាប់អាចថាចំណុចថាត្រូវបានគេវាយស្លាប់នោះនរណាគេអ្នកវាយចង់ចម្លើយចឹងឬក៏គេនិយាយក្នុងលក្ខខណ្ឌមួយលេងសើចមិនក៏យើងអត់ដឹងណាប៉ុន្តែក្នុងករណីការលើកឡើងនៅការនិយាយបែបនោះហាក់ដូចជាមិនសមគួរតែម្ដងណាទាំងអស់គ្នាហ្នឹងហើយនេះជាអ្វីដែលខ្ញុំគិតឃើញទេបាទកំណត់ផ្នែករបស់ខ្ញុំទេបាទហើយតែតជាមួយនឹងរឿងទី2វិញគឺលោកមេភូមិភាគ2ដែលទៅដំឡើងថ្មីណាហ្នឹងហើយដែលគាត់ទៅដំឡើងគាត់បាននិយាយថាការប្រជុំRBC ហ្នឹងនឹងមិនត្រូវបានកាត់ឡើងឬក៏មានការពជាពេលអញ្ចឹងណាគេថាដោយសារតែកម្ពុជារបស់យើងនឹងមិនព្រមដកតបហើយមិនព្រមដកសភាវុធហើយចង់សម្ដែងខ្ញុំនៅអស់សំណោចរឿងការនិយាយរបស់ពួកថៃហ្នឹងអ្នកទាំងអស់គ្នាអស់សំណោចត្រង់ថាមកយេនៅតែលើកឡើងថាកម្ពុជាមិនដកអាវុធមិនដកតបដកអីចឹងទៅប៉ុន្តែខ្លួនឯងវិញបន្ថែមតបបន្ថែមអាវុធមករហូតព្យាយាមឲ្យគេដកអាវុធដកតបប៉ុន្តែខ្លួនឯងនឹងអត់មានដកទេប៉ុន្តែបន្ថែមមកហើយមិនចង់និយាយថាឲ្យគេនឹងឈរទាំងអត់មានអីសោះដកឲ្យអ្នកឯងមកយកទីតាំងនឹងស្រួលមិនមែនខ្ញុំចង់សួរថាអញ្ចេះ
ហ្នឹងហើយហើយកិច្ចប្រជុំ RBC ធ្វើឡើងនេះគឺតាមលក្ខខណ្ឌក៏ដូចជាទៅតាមអ្វីដែលបានថតប្រជុំលើកឡើងពីមុនមកអញ្ចឹងណាពួកការប្រជុំនោះមិនគួរតែត្រូវមានដោយសារតែយើងមានការជជែកវែកញែកទៅលើព្រំដែនក៏ដូចជាការបន្ថយនៅសភាវុធអីផ្សេងអញ្ចឹងទៅស្របតាមអ្វីដែលយើងបានជជែកគ្នាជាមួយនឹងការប្រជុំមុនបាទហើយខាងរដ្ឋរបស់យើងក៏បានលើកឡើងដែរថាតកតងជាមួយនឹងការមិនចូលប្រជុំក៏ដូចជាការពន្យាពេលអីផ្សេងហ្នឹងក៏គួរតែរបៀបថាពន្លឿនឲ្យបានឆាប់រហ័សជាងហ្នឹងណាព្រោះថាយើងត្រូវដោះស្រាយបញ្ហាឲ្យបានឆាប់ចប់ព្រោះកុំឲ្យបញ្ហាហ្នឹងវាកាន់តែរ៉ាំរ៉ៃទៅអញ្ចឹងព្រោះបញ្ហាកាន់តែរ៉ាំរ៉ៃអ្នកពិបាកគឺមិនមែនតែថៃទេកម្ពុជានិងថៃគឺពិបាកដូចគ្នាទេព្រោះសង្គ្រាមគ្មានអ្នកឈ្នះទេមានតែអ្នកចាញ់ហើយអ្វីដែលខាងរដ្ឋយើងក៏ដូចជារដ្ឋាភិបាលយើងបានបង្ហាញនៅក្នុងនោះដែរគឺថាបញ្ហាកន្លែងដំណោះហ្នឹងណាហ្នឹងហើយថៃគេតែងតែបាននិយាយថាយើងហ្នឹងចូលទៅលើដីគេហោហែអីចឹងទៅហ្នឹងហើយប៉ុន្តែខាងថៃនោះបានជាបំភ្លេចនៅរឿងដែលថាប្រជាពលរដ្ឋខ្លួនឯងហ្នឹងបានចូលបដល់ដីខ្មែរដូចគ្នាមានទាំងសំណង់មានទាំងពីលំនៅឋានរបស់ប្រជាពលរដ្ឋក៏ដូចជាប្រជាជនក៏មានការរស់នៅមកលើទឹកដីខ្មែរខ្លះដែរដែលខាងថៃហាក់ដូចជាបំភ្លេចរឿងហ្នឹងចោលមិនព្រមយករឿងហ្នឹងមកនិយាយតែខ្មែរថាខ្មែរទៅបំពេញចេះបំពេញចុះហ្នឹងហើយតដែលអញ្ចឹងទៅតែគ្មានអីក្រៅពីរឿង 50,000 20,000 ហ្នឹងទេហ្នឹងហើយឬក៏ 50,000 ឬក៏ 200,000 ហ្នឹងទៀតទេហ្នឹងហើយចំនួនគ្រប់យ៉ាងបើដោះស្រាយហ្នឹងបានគឺវាអូខេបាត់ហើយតែខាងថៃនៅតែមិនព្រមអូខេនេះជារឿងទី2ហើយរឿងទី3វិញតើតោជាមួយនឹងនាវា2ដែលកម្ពុជាយើងទើបតែទទួលបានពីមហាមិត្តចិនដែលមានឈ្មោះថា Frigate 056C ដែលយន្តហោះដែលមុនមួយគ្រឿងនោះគឺត្រូវបានយើង launching ហើយឬក៏ត្រូវបានបញ្ចប់នៃការដំឡើងបាន 100% ហើយក៏មានការតេស្តឲ្យផ្សារលបងនៃការប្រើប្រាស់ជាមួយនឹងមុខងារអីផ្សេងហ្នឹងគឺថាមានភាពរលូនល្អមែនតើដែលមួយគ្រឿងទៀតហ្នឹងបានដំឡើងបាន 50% ហើយយន្តហោះសំទោសនាវា Frigate ហ្នឹងគឺខ្ញុំឃើញថាវាមានលក្ខណៈពិសេសច្រើនអ្នកទាំងអស់គ្នាតែវាមានសមត្ថភាពអាចចាប់នៅរ៉ាដាជាមួយនឹងនាវាផ្សេងក៏ដូចជាមានការទប់ស្កាត់ជាមួយនឹង missile ដែលត្រូវបានបាញ់ដោយនាវាមួយទឹកផ្សេងក៏ដូចជាចាប់នៅរ៉ាដាចាប់នៅពួកយន្តហោះអាកាសអីផ្សេងក៏ដូចជា missile ដែលចេញពីយន្តហោះបាទនិយាយទៅគ្រប់គ្រងដែនសមុទ្រនោះគឺបានល្អមែនតើជាមួយនឹងនាវាហ្នឹងហើយក៏អរគុណដល់មិត្តចិនដែរដែលបានធ្វើការផ្ដល់ជូននៅនាវាទាំងពីរមុខនេះមកកាន់កម្ពុជាទាំងពីរគ្រឿងហ្នឹងហើយក៏មានការវែកញែកច្រើនពីសំណាក់ប្រជាជនថៃហើយមានអ្នកខ្លះហ្នឹងគេខមមិនថាអូมันអាចទុកឲ្យកម្ពុជានឹងចឹងយូរពេលកើតទេគួរតែមានវិធានការអីផ្សេងទៅការណាកម្ពុជាកាន់តែវាថាទុកអាបញ្ហានៅរ៉ាំរ៉ៃអញ្ចឹងកម្ពុជានឹងខ្លាំងជាងនឹងខ្លាំងទៅខ្លាចថៃពិបាកក្នុងការវាយខ្មែរអីចឹងទៅអាហ្នឹងកំណត់ប្រជាជនគេណាហ្នឹងហើយស្របមកវិញខ្ញុំឃើញថាអញ្ចេះប្រជាជនគេហាក់បីដូចជាស្ដាប់មើលទៅប្រជាជនគេហ្នឹងហាក់ដូចជាអត់ស្គាល់ខ្មែរសោះតែម្ដងណាទាំងអស់គ្នាតាមពិតទៅអានេះខ្ញុំចែកកម្លែកទៅអ្នកទាំងអស់គ្នាថាអញ្ចេះមិនថាសម្ដីអ្នកប្រាជ្ញចិនឬក៏អ្នកប្រាជ្ញណាឯងបើសិនជាអ្នកទាំងអស់គ្នាចង់ឈ្នះសត្រូវឬក៏ចង់ស្អប់សត្រូវត្រូវស្គាល់ច្បាស់ពីសត្រូវសិនហើយបើយើងអត់ស្គាល់សត្រូវផងហើយយើងទៅចង់ឈ្នះគេមិនដូចពាក្យគេនិយាយអញ្ចឹងស្គាល់សត្រូវច្បាស់ច្បាំង100 ដងឈ្នះទាំង100 ដងហ្នឹងហើយពួកថៃនេះអត់ស្គាល់យើងផងហ្នឹងហើយវាចេះតែហៃអើដល់ពេលចឹងទៅខ្ញុំមានអារម្មណ៍ថាដូចជាដដែលណាទាំងអស់គ្នាវាដូចវាអត់មានអីថ្មីរលេះមកនិយាយក៏ដដែលយករឿងមកនិយាយដដែលហាក់បីដូចជាខាងថៃនឹងមិនចង់បញ្ចប់នៅចំនួននឹងទេហាក់បីចង់ឲ្យវានៅរ៉ាំរ៉ៃអញ្ចឹងណាហើយយើងមិនដឹងថាមូលហេតុអីដែលវាចង់អញ្ចឹងដូចគ្នាហ្នឹងហើយតែសង្ឃឹមថាបញ្ហានោះនឹងឆាប់ចប់ហ្នឹងហើយនឹងធ្វើឲ្យប្រជាពលរដ្ឋយើងកាន់តែធូរស្បើយជាមួយនឹងរឿងទាំងអស់ហ្នឹងអញ្ចឹងទៅហ្នឹងហើយមែនតើទៅខ្ញុំអ្នកនិយាយថាជាខ្ញុំអ្នកបកស្រាយព័ត៌មានជូនអ្នកទាំងអស់គ្នាខ្ញុំមើលឃើញថាវាអត់សឹងតែអត់មានអីថ្មីទេចំនួនមកដដែលហើយវានៅតែរោរឿងដដែលហើយបើតែហ៊ានយើង8 10នាក់នោះវិញគឺវានិយាយច្បាស់មកវាថាវានឹងមិនខ្វល់ទេហើយវាអត់ដោះលែងមកវិញទេហ្នឹងហើយយើងដឹងថាតើអន្តរជាតិនឹងធ្វើអីខ្លះឡើងនៅរឿងហ្នឹងហើយអូខេអញ្ចឹងថ្ងៃនេះយើងមានប៉ុណ្ណឹងជួបគ្នាវីដេអូក្រោយទៀតណាកុំភ្លេចជួយ share និងជួយ like វីដេអូនេះឲ្យបានគ្រប់គ្នាផងបាទដើម្បីជាកម្លាំងចិត្តបាយបាយ